គោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបadminសារជាថ្មីហើយថ្ងៃនេះចេញមករៀងយប់ជ្រៅបន្តិចបងប្អូនគឺដោយសារតែរវល់ណាហ្នឹងហើយប៉ុន្តែទោះបីជាយ៉ាងណាក៏មិនចោលពុកម៉ែបងប្អូនដែរគឺហើយថ្ងៃនេះមាន2រឿងប៉ុន្តែវារៀងខ្លីៗដែរបងប្អូនប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំអាចនិយាយបានទាំងពីរឬក៏អត់ទេអញ្ចឹងក៏ដូចជាពុកម៉ែបងប្អូនបានឃើញជាចំណងជើងណាហ្នឹងហើយហើយរឿងរ៉ាវមួយនេះគឺហើយបងម៉ុយក៏បានចែកម្លែកមកណាគាត់ថាជីវិតរបស់គាត់ណាបងប្អូនគាត់ថាគាត់ហ្នឹងគឺកំឡោះណាប៉ះមេម៉ាយចាស់បងប្អូនបើសិនជាគេថាខ្ញីបងប្អូនកាន់តែចាស់កាន់តែហិលអញ្ចឹងក៏ដូចជាប្រពន្ធបងម៉ុយគាត់ថាឃើញកាន់តែចាស់កាន់តែស្អាតណាបងប្អូនសម្រាប់គាត់ណាអញ្ចឹងត្រង់ចំណុចមួយនេះគឺខុសពី admin អត់ទេថ្ងៃនេះគឺសូមនិយាយអារម្មណ៍ពិតមែនបងប្អូនខ្ញុំសរសើរចិត្តបងម៉ុយមែនតើប្តីប្រកួតឡើងអាយុ48ឆ្នាំបងប្អូនណាតាមបាត់ច្រឡំហើយណាប្តីប្រកួត40ប្រពន្ធរបស់គាត់ច្រឡំប្រពន្ធរបស់គាត់48ឆ្នាំបងម៉ុយ19ឆ្នាំទេគាត់ថាគាត់បានស្រឡាញ់ប្រពន្ធរបស់គាត់មិនដឹងថាម៉េចឪពុកម្ដាយរបស់គាត់ធ្លាប់រៀបចំឲ្យយកប្រពន្ធដែរប៉ុន្តែលក្ខណៈថានៅក្នុងភូមិរបស់គាត់ណាឬក៏គេអាចថាស្គាល់ពុកម្ដាយស្គាល់គ្នាអញ្ចឹងណាហើយឪពុករបស់គាត់ហ្នឹងគឺសំគុំពេលដែលគាត់រៀនចប់ទី12ប៉ុន្តែគាត់តែអត់ស្រឡាញ់ហើយម្នាក់ហ្នឹងបងប្អូនជាមួយខ្ញុំដាក់រូបអីមើលនេះបងប្អូនឃើញរូបម្នាក់ស្រីដែលគាត់ថាម៉ាក់របស់គាត់បានឲ្យរៀបចំជប់ការជាមួយបងប្អូនប៉ុន្តែគាត់អត់យកទេគាត់ថាគាត់ស្រឡាញ់នារីម្នាក់ហ្នឹងគឺគាត់តាំងពីស្គាល់ទី11តាំងទី11ប៉ុន្តែអីម្នាក់ហ្នឹងគឺជាកូនអ្នកលក់បាយបងប្អូនកូនអ្នកលក់បាយនៅសាលារៀនអញ្ចឹងគាត់នៅតកែវបងប្អូននៅខាងបងសាលាជាស៊ីមតកែវបងប្អូននៅខេត្តតកែវអាចស្គាល់ណានៅខាងបងសាលាជាស៊ីមគឺមានអីលក់បាយមួយប៉ុន្តែក៏មិនជាប្រពន្ធបងម៉ុយទេគឺម្ដាយរបស់ម្ដាយក្មេកបងម៉ុយបងប្អូនថ្ងៃនេះខ្ញុំក៏សូមអធិស្ឋានទុកជាមុនណាដោយសារតែខ្ញុំដឹងថាខ្ញុំថ្ងៃនេះនិយាយឬក៏ដំណើរសាច់រឿងដូចជាមិនសូវច្បាស់ណាដោយសារតែអារម្មណ៍បងប្អូនអារម្មណ៍ដូចជាវាមិនសូវ smooth អញ្ចឹងទៅលក្ខណៈយើងអស់កម្លាំងបងប្អូនយើងធ្វើការច្រើនប៉ុន្តែដោយសារតែគាត់ថាចង់ខ្លាចអត់ចង់ឲ្យម្លងថ្ងៃក្នុងការចេញជាសាច់រឿងបងប្អូនអញ្ចឹងក៏និយាយនេះទៅឲ្យខ្ញុំសូមអធិស្ឋានទុកជាមុនបើសិនជា admin និយាយទៅមានកំហុសខុសឆ្គងណាហ្នឹងហើយបងមួយគាត់បាននិយាយថាប្រពន្ធរបស់គាត់ឮតែគេនិយាយថាប្រពន្ធចាស់លើសពីអាយុ50ឆ្នាំគាត់ដឹងថាអត់មានកូនទេបងប្អូនហើយគាត់ថាប្រពន្ធគាត់ថាចាប់ដើមពីអាយុលើស50ឆ្នាំទៅឬក៏51ឯណាហើយបងមួយដឹងថាស្បៃហ្មងបងប្អូនស្បៃជ្រូកឯងប៉ុន្តែស្បៃជ្រូកបើសិនជាមានអំបិលបានមានម្ទេសមានខ្ទឹមទៀតទេណាបងប្អូនប៉ុន្តែបងមួយគាត់នៅតែប្រច័ណ្ឌឬក៏គេថានៅប្រកាន់ភ្ជាប់មួយថាខ្ញីកាន់តែចាស់កាន់តែហិលអញ្ចឹងដូចប្រពន្ធរបស់គាត់អញ្ចឹងកាន់តែចាស់កាន់តែឆ្ងាញ់កាន់តែឆ្ងាញ់កាន់តែស្អាតបងប្អូនអូខេអញ្ចឹងសាច់រឿងមួយនេះគឺខ្ញុំចង់លើកឡើងហើយនឹងការស្រឡាញ់ឬការលះបង់របស់បងម៉ុយហើយនឹងប្រពន្ធរបស់គាត់ស្រឡាញ់បងម៉ុយហើយតើប្រពន្ធបងម៉ុយគាត់អាចយកកូនបានអត់ហើយក្នុងសាច់រឿងរបស់គាត់តើបងម៉ុយគាត់បានស្រឡាញ់ប្រពន្ធរបស់គាត់នឹងអស់ពីចិត្តអត់អញ្ចឹងណាបងប្អូនរឿងរ៉ាវមួយនេះគឺបងម៉ុយគាត់ថាគាត់ពេញកំឡោះអាយុ18ឆ្នាំអញ្ចឹងគាត់ក៏បានស្គាល់នឹងមីងម្នាក់ដែលខ្ញុំបាននិយាយមុនហ្នឹងណាគឺជាកូនអ្នកអ៊ីលូបាយនៅខេត្តតកែវណាហើយផ្ទះហ្នឹងគឺគេថាមានម្ចាស់តារាងបាល់បងប្អូនប៉ុន្តែមិនមែនតារាងបាល់អីធំដុំទេលក្ខណៈថាមានតារាងបាល់ជាប់ផ្ទះ2 3អីចឹងណាមិនមែនជាតារាងតពូលទេអញ្ចឹងក៏ទៅញ៉ាំបាយនៅកន្លែងហ្នឹងកន្លែងតារាងបាល់ណាក៏ជួបនឹងនារីម្នាក់ហ្នឹងក៏ទៅយើងនិយាយចំគឺហៅថានិស័យបងប្អូននិស័យណា
និស្ស័យមិនចង់និស្ស័យនេះគឺលក្ខណៈថាឲ្យគ្រាន់តែប្រពន្ធរបស់គាត់នេះគឺមានបងចន្ទ្រាហ្នឹងគឺគាត់ធ្វើការតែប៉ុន្តែដោយសារតែគាត់សម្រាកកន្លះខែអាពេលកំឡុងដែលគាត់នៅផ្ទះហ្នឹងណាអញ្ចឹងបងចន្ទ្រាហ្នឹងគាត់តែឃើញបងមុយមកញ៉ាំបាយនៅកន្លែងហ្នឹងណាគាត់និយាយត្រង់គាត់ថាគាត់ដូចជាមានចំណាប់អារម្មណ៍មានចិត្តចង់ជួយឬក៏ចង់ជូនជាបាយបងប្អូនជាបាយដោយសារតែម្ដាយគាត់លក់បាយអញ្ចឹងណាគាត់ថាសឹងតែញ៉ាំបាយហើយគាត់អត់យកលុយបងប្អូនអញ្ចឹងគាត់ក៏ឃើញលក្ខណៈដូចនិស្ស័យបងប្អូនអញ្ចឹងគាត់ក៏រៀងមានចិត្តបន្តិចដូចដំបូងនឹងឯងតោះដល់ពេលអញ្ចឹងទៅស្អែកឡើងបងបុយក៏សួរថាជប់បងគាត់ហៅបងបងប្អូនដំបូងគាត់ហៅសុំហៅបងតែហត់ដែរឃើញនៅផ្ទះអញ្ចឹងកូនអ្នកលក់មែនដល់ពេលអញ្ចឹងបងស្រីចន្ទ្រាហ្នឹងណាគាត់ថាគឺជាកូនអ្នកលក់ប៉ុន្តែគាត់អត់បាននៅផ្ទះទេដោយសារតែគាត់នៅពេញអញ្ចឹងណាអញ្ចឹងគាត់ថាគាត់ទើបតែមកនៅផ្ទះបានដូចជាមួយសប្តាហ៍មិនដល់ទាន់នឹងមួយសប្តាហ៍ផងលក្ខណៈអត់4ថ្ងៃអីអញ្ចឹងណាអញ្ចឹងក៏មិនដែលឃើញគាត់អញ្ចឹងហើយពេលហ្នឹងគឺបងមុយគាត់ក៏បានត្រឡប់ទៅសាលារៀនវិញលក្ខណៈពេលដែលគាត់បាននិយាយជាមួយគេបន្តិចហើយណាគេហៅថាញញឹមមិនញញឹមបិទមាត់មិនចិត្តទេបាននិយាយរកគេបន្តិចណាតោះដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមគេមានកូនចិត្តមួយស្អែកឡើងទៅទៀតតែដំបូងទៅមួយថ្ងៃតែម្ដងនេះតោះដល់ពេលស្គាល់បងស្រីចន្ទ្រាហ្នឹងក៏មួយថ្ងៃអត់ក្រុម3ទៅ4ដងនេះព្រឹកងាយតែម្ដងដោយសារតែគាត់រៀនទី11ទី12គឺរៀនព្រឹកល្ងាចទេបងប្អូនអញ្ចឹងគាត់ថាសឹងតែនៅតារាងបាល់ឬក៏នៅហាងបាយរបស់បងស្រីចន្ទ្រានឹងឯងតោះដល់ពេលគាត់ទៅញ៉ាំបាយនេះដល់មកពេលមករយៈធំណាដល់ពេលដែលបងចន្ទ្រាស្រីហ្នឹងឯងគឺបងស្រីហ្នឹងគាត់ក៏ត្រឡប់ទៅធ្វើការនៅពេញវិញពេលហ្នឹងជាថ្ងៃចុងក្រោយបងចន្ទ្រាក៏ដាច់ចិត្តសួរបងប្អូនសួរនឹងម្ដាយរបស់បងស្រីចន្ទ្រាហ្នឹងថាថ្ងៃហ្នឹងមិនអត់ឃើញកូនកំមុំមកលក់អញ្ចឹងថាសួរអញ្ចឹងណាហើយអ្នកមីងម្នាក់ហ្នឹងគាត់ក៏ស្គាល់បងបងប្រុសដែរគេថាបងមុយណាដោយសារតែញ៉ាំបាយនឹងរងថ្ងៃគាត់ស្គាល់មួយរបស់គាត់ណាអញ្ចឹងគាត់ថាកូនកំមុំរបស់គាត់ហ្នឹងគឺបានទៅពេញហើយវាមកកន្លះខែហ្នឹងគឺវាយកមកគឺគេហៅថាយកកូនរបស់គាត់គឺមកទុកយកកូនគាត់មកទុកចុះពេលអញ្ចឹងបងមុយក៏សួរថាជួយយកកូនមកទុកក៏មិនឃើញគាត់នៅកំមុំអីគាត់ថាអត់ទេកំមុំចានតាលក្ខណៈគាត់មានម៉ាយអញ្ចឹងទៅប្តីរបស់គាត់គឺដោយសារតែញៀនលបែងពេកណាអញ្ចឹងគាត់ក៏ឲ្យលែងចោលទៅលែងក្បាលចោលទៅសារទុកវាមិនអត់ប្រយោជន៍បងប្អូនវាថាអត់ប្រយោជន៍មិនគឺបងប្អូនសំដៅទៅលើមនុស្សដែលមិនជួយសង្គមឬក៏គេថាមិនបានជួយឲ្យទៅជាបំផ្លាញសង្គមទៅអញ្ចឹងក៏គាត់ដោះលែងទៅកុំឲ្យជាប់ដៃជាប់ជើងកូនគាត់ថាបើសិនជាបានអាមួយឯងយកធ្វើជាប្តីវាប្រហែលជាល្អអីចឹងណាពេលអញ្ចឹងបងមួយគាត់បាននិយាយថាមីងខ្ញុំអាចសុំ account Facebook បងកូនមានបានមួយបានអត់ដោយសារតែថ្ងៃមុននេះខ្ញុំបានសួរលក្ខណៈសួរក៏ប៉ុន្តែគាត់ចង់និយាយថាចង់ស្គាល់ account Facebook កូនមីងអញ្ចឹងណាប៉ុន្តែក៏ហកមីងថាគាត់ស្គាល់មិត្តភក្តិរបស់គាត់អីចឹងទៅហើយមីងម្នាក់ហ្នឹងគាត់ក៏មិនបានចំណាញ់ដែរបងប្អូនដោយសារតែគាត់ថាកូនគាត់ជាពូម៉ាយអីចឹងណាហ្នឹងហើយគាត់ក៏ឲ្យទៅបងមួយក៏ចាប់តាមឆាតលេងទៅហើយគាត់ក៏មានតំណែងពេលហ្នឹងរហូតចប់ទី12បងប្អូនចប់ទី12ហ្នឹងហើយក្នុងអំឡុងរៀនទី12ហ្នឹងគឺបងមួយក៏ធ្លាប់ជួបបងចន្ទ្រាដែរណាត់តែជួបនៅពេញអញ្ចឹងណាមិនមែនទៅតែជួបឥឡូវទេគេថាចាប់តាមមានតំណែងក្នុងនាមជាសង្សារទោះបីជាអូនបេម៉ាយ48ឆ្នាំក៏ឲ្យបង19ក៏មិនអីដែរឲ្យតែអូនស្រឡាញ់បងពិតប្រាកដអញ្ចឹងប៉ុន្តែបងប្អូនណាខ្ញុំសូមបញ្ជាក់បន្តិចមេម៉ាយ48ឆ្នាំពិតមែនប៉ុន្តែបើសិនយើងនិយាយប្រៀបធៀបនឹងសម្រស់របស់បងស្រីចន្ទ្រាណាដូចនឹងអាយុ22អញ្ចឹងដោយសារតែគាត់គឺជាមនុស្សម្នាក់ដែលអាចចេះស្រឡាញ់ខ្លួនឬក៏ចេះថែខ្លួនអីអញ្ចឹងណាអញ្ចឹងគាត់ដូចនឹងអាយុក្មេង22ឆ្នាំអញ្ចឹងបងប្អូននេះនិយាយសស៊ូខ្លួនអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំនិយាយបានប៉ុណ្ណាទេ
ពីវិលមកមែនតើខ្ញុំថាសាច់រឿងហ្នឹងខុសចេញនៅស្អែកតាមអីទេប៉ុន្តែដាក់បញ្ចប់សាច់រឿងណាប៉ុន្តែរៀងសូមអធិស្ឋានកាត់បន្តិចចាស់ពេលហ្នឹងគឺ6គាត់ក៏ចប់ទី12គាត់ក៏ប្រឡងជាប់ប៉ុន្តែជាប់ហ្នឹងគាត់ថាជាប់ហ្នឹងភ័យដែរហ្នឹងអាវិស2បន្ទុកទៀតត្រូវធ្លាក់គាត់ទៅសាងខ្លួនឯងដែរបានប្រឡងទី12ជាប់អញ្ចឹងគាត់ក៏សម្រេចចិត្តថាចង់ទៅរៀនតទៅពេញប៉ុន្តែនៅពេលដែលរៀនតទៅគាត់ក៏ដាក់ប្រឡងប៉ូលីសបងប្អូនប្រឡងប៉ូលីសណាលក្ខណៈប្រឡងប៉ូលីសទៅវាជាប់ពេលដែលជាប់ទៅធម្មតាបងប្អូននឹងស្រាប់ហើយមន្ត្រីរាជការគឺជាមនុស្សដែលមានចំណេះដឹងហើយចេះស្គាល់ពីតម្លៃចេះនិយាយចំគឺមនុស្សដែលចេះច្រើនណាទៅលើសិលធម៌ឬក៏អាជីពធម៌យើងណាបងប្អូនខ្ញុំបានរៀនទេបងប្អូនរៀនទី6ហ្នឹងអញ្ចឹងនិយាយក៏មិនសូវត្រូវដែរពេលហ្នឹង6គាត់ក៏បានចូលបម្រើនៅការងារមួយហ្នឹងទៅពេលដែលចូលបានការងារ6គាត់គឺពិបាកដេកម្ដាយឪពុករបស់គាត់ឃើញ6អាយុចូល20ឆ្នាំដែរបងប្អូន20តិចតួចណាម្ដាយរបស់គាត់ហ្នឹងក៏ឲ្យគាត់យកប្រពន្ធទៅគាត់ថាយកចន្ទធូនៅខាងបងផ្ទះទៅដោយសារតែចន្ទធូវាជាមនុស្សម្នាក់ដែលអាចនិយាយថាគាត់ចេះគោរពចាស់ទុំចេះធ្វើការងារផ្ទះច្រើនអញ្ចឹងទៅចេះជួយមើលថែឪពុកម្ដាយណាអញ្ចឹងការហ្នឹងឪពុកម្ដាយបងប្អូនចាស់ណាឲ្យតែកូនក្មេងៗស្រីៗចេះការងារផ្ទះគឺផ្ទះសម្អាតផ្ទះដាំបាយធ្វើសឡយហ្នឹងគឺចាត់ទុកថាក្មេងហ្នឹងគឺជាមនុស្សដែលស្លាប់វៃចេះគោរពចេះឲ្យលំទោនហ្នឹងគឺល្អអាហ្នឹងគឺជាមួយផ្នែកមួយសម្រាប់ admin ចូលចិត្តស្រឡាញ់មនុស្សស្រីបែបហ្នឹងដែរណាអូខេអញ្ចឹងពេលហ្នឹងបងមួយគាត់ថាគាត់អត់អាចយកបានទេដោយសារតែគាត់ហ្នឹងគឺជាប់ចិត្តនឹងមនុស្សដែលគាត់ស្រឡាញ់បានហើយគាត់ថាមិនដឹងថាម៉ាក់ឯងពេញចិត្តអត់ទេដោយសារតែម្នាក់ដែលខ្ញុំស្រឡាញ់ហ្នឹងខ្ញុំគាត់អាយុបងខ្ញុំច្រើនអាចទាំងប្រហែលម៉ាក់ដែរអញ្ចឹងណាហើយពេលហ្នឹងគឺម៉ាក់របស់គាត់ក៏ថាណាគេកូនម៉ាក់ដូចជាមិនដែរដឹងឬកូននិយាយសោះដោយសារតែកូនអត់ដែរនិយាយហ្នឹងហើយទើបម៉ាក់អត់ដឹងណាអញ្ចឹងគាត់ក៏ប្រហើបនៅពេលដែលប្រហើបទៅម៉ាក់របស់គាត់ក៏និយាយថាហើយបើសិនជាកូនឯងយកហើយតើកូនឯងធ្វើអីកើតចង់និយាយថាឃើញគាត់ចាស់អីចឹងណាបងប្អូនអាយុច្រើនអីចឹងទៅប៉ុន្តែតើឃើញរូបរាងទេគាត់ណាគាត់និយាយបែបលក្ខណៈប្រាប់អាយុប្រមាណហើយគេធ្វើការអីធ្វើអីចឹងណាម៉ាក់ប្រគាត់ហ្នឹងគឺគាត់និយាយទៅគាត់មិនថាទៅរៀបរៀងអារឿងថារើសឋានៈមានក្រោយទេគាត់ចង់និយាយសម្ដៅទៅលើខ្លាចគាត់អត់មានចៅពោចឹងណាអញ្ចឹងខ្ញុំក៏មិនដឹងដែរត្រង់ចំណុចថាមនុស្សស្រីពីច្រើនណាបងប្អូនគេថាអាយុ50គឺអាចមានកូនបានមែនទេខ្ញុំអត់ដឹងទេតែពេលហ្នឹងគឺបងចន្ទ្រីគាត់ថាអត់អីទេម៉ែខ្ញុំជឿជាក់លើសមត្ថភាពប្រពន្ធរបស់ខ្ញុំហើយយ៉ាងតែគាត់ថាអត់ទេកូនអើយម៉ែគឺជាមនុស្សស្រីម៉ែដឹងថាវាមិនចឹងទៅហើយបងចន្ទ្រីថាអត់ទេម៉ែទុកចិត្តលើខ្ញុំចុះខ្ញុំនឹងយកចៅឲ្យម៉ែឯងមើលតាមមួយឆ្នាំឯងខ្ញុំនឹងឲ្យម៉ែឯងមើលចៅខ្ញុំ6ខែបាត់ហើយចឹងណាពេលហ្នឹងម្ដាយគាត់ក៏មិនសូវគេហៅថាមិនសូវគ្រប់គ្រងអារឿងចំណុចថាយកប្រពន្ធចាស់ដែរឬក៏ប្រពន្ធអាយុបងអីចឹងណាហ្នឹងហើយប៉ុន្តែទៅមិនបើសិនជាកូនគាត់ស្រឡាញ់ហើយហ្នឹងគាត់ក៏យកព្រមទៅហើយនៅពេលដែលគាត់យកមកតាមបងប្អូនគាត់ភ័យព្រួយបងប្អូនតែឃើញគេនិយាយថាប្រពន្ធចាស់ប្រច័នប្រពន្ធក្មេងច្រើនអញ្ចឹងណាបងប្អូនខ្លះគាត់ថាមាននៅក្នុងក្បែរភូមិរបស់ខ្ញុំមួយដែរអើយគេហៅថាប្រច័នច្រើនបងប្អូនសូម្បីតែម៉ាក់ប៉ាឧទាហរណ៍ថាប្តីក្មេងអញ្ចឹងតហូបអីនៅមួយបងប្អូនរបស់គាត់ចំនួនមួយឬក៏បងប្អូនបកកើតអីចឹងណាគឺជាស្រីទៅហើយប្តីគាត់ប្រុសអញ្ចឹងណាគាត់ប្រច័នបងប្អូនប្រច័នពេកមិនដឹងថាមិនដែរខ្ញុំក៏ដឹងថាយកការស្រឡាញ់របស់គាត់មិនដែរសូម្បីតែខ្ញុំអង្គុយហូបអីមកគាត់ក៏គាត់ប្រច័នដែរប្រច័នខ្លាចប្តីរបស់គាត់នឹងគឺស្រឡាញ់ប្រុសដូចគ្នាប៉ុន្តែខ្ញុំក៏មិនដឹងថាការរស់នៅមួយគាត់មិនណាបងប្អូនខ្ញុំក៏មិនសូវយល់ដែរត្រង់ថាគាត់ថាមនុស្សប្រុសគាត់ប្រច័នមួយដែរខ្ញុំមិនដឹងដែរខ្ញុំអត់ដឹងដែរបងប្អូនហើយវាមានច្រើនមែនបងប្អូនអត់ត្រង់ថាលែងប្រពន្ធមកយកប្រុសដូចគ្នាអញ្ចឹងណា
គឺមានច្រើនហើយខ្ញុំមិនទៅថៃទេបើសិនជាឆ្លាញ់ទេខ្ញុំគ្រាន់តែចង់ចែកលែងបន្តិចណាហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺបងមួយគាត់ក៏បាននាំបងស្រីចន្ទ្រាមកលេងផ្ទះម្ដងពេលនៅលេងផ្ទះហ្នឹងក៏វាក់ខ្លាំងមែនតើគេហៅថាអាយុលឺតែ48ឆ្នាំចុះសម្រក់អីក៏មិនទៅក្មេងចឹងម៉េះអីចឹងណាហើយដល់ពេលចឹងទៅម្ដាយបងមួយហ្នឹងគាត់ថាឲ្យបោកឯងដល់ពេលទៅបងចន្ទ្រាហ្នឹងបងស្រីចន្ទ្រាហ្នឹងគាត់ប្រាប់ថានឹងឯងគាត់អាយុ48ឆ្នាំហើយមីងអើយអីចឹងណាឬក៏អ៊ំចឹងទៅទោះបីអាយុ50កនេះក៏ត្រូវហៅអ៊ំដោយសារធ្វើម៉េចហើយទីទៀតខ្លាចទៅជាម្ដាយក្មេងអីចឹងណាអញ្ចឹងគាត់សុំហៅអ៊ំទៅពេលហ្នឹងគាត់ថាគាត់មិនដឹងថាទៅបាយបាក់កូនមិនដោយសារតែកូនគាត់ស្រឡាញ់ហើយអញ្ចឹងគេថាអាយុពោះគ្រាន់ជាតួលេខទេសំខាន់ការរស់នៅរបស់គាត់មានក្តីសុខអត់ប៉ុន្តែពេលហ្នឹងគឺបងបុយគាត់ក៏យកព្រមយកការទៅហើយគាត់នឹងក៏ធ្វើការងារបងប្អូនគឺជាមន្ត្រីទៅហើយប្រពន្ធរបស់គាត់ក៏បើកហាងសាឡនទៅព្រោះសារប្រពន្ធគាត់ចូលចិត្តបែបហ្នឹងណាហើយស្អាតបងប្អូនទោះបីគាត់ជាយ៉ាងណាក៏ដោយនិយាយទៅអាយុច្រើនហើយប៉ុន្តែមុខមាត់ដូចក្មេងបងប្អូនខ្ញុំមិនដឹងថាគាត់ថែខ្លួនមិនណាហ្នឹងហើយបងប្អូនថ្ងៃនេះគឺខ្ញុំសុំប្រហែលជាអាចនឹងសុំផ្អាកវីដេអូត្រឹមហ្នឹងសិនបងប្អូនដោយសារតែខ្ញុំទៅមកអត់រួចដោយសារតែអស់ខ្យល់បងប្អូនលក្ខណៈអស់ខ្យល់និយាយលេងចង់ចេញណាហើយខ្ញុំពិតជាអធិស្ឋានបងប្អូនមែនតើខ្ញុំមកដល់ខ្ញុំងឹននឹងកើតអីថ្ងៃហ្នឹងតាំងពីព្រឹករហូតដល់ល្ងាចណាថ្ងៃអាទិត្យហ្នឹងឬក៏យើងធ្វើការអស់កម្លាំងពេកឬក៏មិនក៏យើងមិនដឹងដែរលក្ខណៈយើងល្វើយបងប្អូនសូម្បីតែខ្ចាប់ដៃក៏ចាប់បានដែរខ្ញុំមិនដឹងថាកើតអីបងប្អូនមានតែបងប្អូនមិនដែរជួបដូច admin អញ្ចឹងឯងខ្ញុំចាប់ដៃញ៉ាំដៃចឹងអត់កើតលក្ខណៈថាមិនថាកើតទេកើតប៉ុន្តែវាអត់មានកម្លាំងណាបងប្អូនហើយពេលព្រឹកព្រលឹមឡើងខ្ញុំតែងតែដើរទៅលក្ខណៈបាត់ជើងរបស់ admin ណាស្រាវពេញបាត់ជើងតែម្ដងខ្ញុំអត់ដឹងថាមិនទេអ្នកខ្លះទៀតក៏ថាយើង admin ឡើងជាតិអាសិចប៉ុន្តែខ្ញុំនៅតែឆ្ងល់ឡាជាអាសិចពេលខ្ញុំមិនដែរហូបសាច់គោសាច់អីផងណាខ្ញុំហូបតែបន្លែហ្នឹងវាច្រើនគឺចូលចិត្តបន្លែប៉ុន្តែគាត់ថាខ្ញុំចូលចិត្តបន្លែស្រស់អញ្ចឹងណាហើយក៏ឥឡូវវាជួបអស្ថានភាពមួយដែលយើងបាក់ទឹកទ្រុំបងប្អូនហ្នឹងហើយបងប្អូនអញ្ចឹងសាច់រឿងមួយនេះខ្ញុំប្រហែលជាអាចសុំដាក់ថ្ងៃស្អែកពេញលេញតែម្ដងដោយសារតែរឿងនេះគឺខ្ញុំវាយើងវែងណាស់បងប្អូននេះខ្ញុំកត់មកកាត់ណានេះ3សន្លឹកអានេះទៀតហ្នឹងហើយអញ្ចឹងអរគុណច្រើនមែនតើសម្រាប់បងប្អូនដែលបានអធិស្ឋាន admin ណានឹងអរគុណជួបគ្នាវីដេអូក្រោយ